បាទសួស្តីអ្នកទាំងអស់គ្នាយើងវិលមកជួបគ្នាសាជាថ្មីដែលនៅក្នុងវីដេអូនេះយើងនឹងបន្តតាក់ទងទៅជាមួយនឹងstat ណាយើងបន្តទៅ stat អញ្ចឹងនៅក្នុងមេរៀន stat នេះវាជាប់ទៅជាមួយនឹងevent របស់យើងមុនហ្នឹងអូខេអញ្ចឹងមុននឹងចូលដល់ stat តយើងយល់ event របស់វាដែរអញ្ចឹងនៅក្នុង React.js វាមានលក្ខណៈរបស់វាមួយបានន័យថាតើយើងត្រូវធ្វើម៉េចដើម្បីអាចឲ្យបានន័យថា component របស់យើងនេះវាអាច execute ទៅដំណើរការបានតែម្ដងឯងម្ដងការនៅពេលណាដែលយើងប្រាប់វាប៉ុន្តែ component របស់យើងវាក្នុងករណីខ្លះវាត្រូវ execute ម្ដងហើយម្ដងទៀតតែយើងត្រូវធ្វើមិនអញ្ចឹងនៅកន្លែងនេះគឺយើងប្រើ stat hook ណា stat hook អញ្ចឹង stat hook នេះគោលបំណងរបស់វាគឺយើងត្រូវធ្វើម៉េចយើងអាចmanage ហើយនឹងរៀបចំઅનેគ្រប់គ្រងហើយជាមួយនឹងការ update ទៅលើ stat របស់ខ្លួនឯងផ្ទាល់អូខេអញ្ចឹងឥឡូវយើងហ៊ានប្រើ state ខ្លួនឯងអញ្ចឹងឧបមាថានៅកន្លែងនេះយើងមានជា constant យើងដាក់ state array ហើយយើងប្រើ keyword មួយគឺ use state use state ហើយយើងមានជាតិចតិចតួចនៅខាងក្នុងហ្នឹងអញ្ចឹងអានេះគឺជាតិចនៃការប្រើប្រាស់ use state អញ្ចឹងនៅក្នុង array គឺវា produce ហើយនឹង return React.js use state function អញ្ចឹងនៅក្នុង array វាអាចបង្កើតជាមួយនឹង state មួយដែលវាអាច return ទៅជាមួយនឹងfunction នៃនៃ use state នេះគឺជា function use state អញ្ចឹងmanage data ឲ្យតាប់ React.js ឲ្យវា re-execute នៅ component function តាមរយៈ React use state hook use state hook អូខេឧទាហរណ៍ដូចកន្លែង by default នៅពេលដែលអ្នកទាំងអស់គ្នាចុចទៅលើប៊ូតុងហើយ call ហៅវាមកធ្វើការ update ដល់ពេលអ្នកទាំងអស់គ្នាបង្កើត React.js ដំបូងអញ្ចឹងអឺ file ដំបូងវាមាន use state របស់វាមួយអ្នកទាំងអស់គ្នា set counter បន្តទៀតអ្នកទាំងអស់គ្នាត្រូវការ call ហៅ set counter របស់យើងហ្នឹងដើម្បីឲ្យវាដំណើរការអញ្ចឹងសម្រាប់ current state អាហ្នឹងគឺយើងឲ្យឈ្មោះថា use state របស់យើងបើដំបូងគឺយើងមាន current state មួយហើយបន្តមកទៀតយើងមានupdate state function ហើយយើង call ហៅ state តោះអញ្ចឹងសម្រាប់ current state មានវា provide by React អញ្ចឹង money change if the component function is execute again and again អញ្ចឹងបន្តថា step របស់យើងមួយនេះលក្ខខណ្ឌរបស់យើងឬក៏ជាតម្លៃដំបូងដែលយើងបានផ្ដល់ឲ្យវានឹងវាអាចនឹងធ្វើការផ្លាស់ប្ដូរនៅពេលដែលយើងចុចគាត់ថាយើង call ហៅ button របស់យើងចុចទៅលើ button របស់យើងហ្នឹងអញ្ចឹងតម្លៃរបស់វានឹងវាត្រូវផ្លាស់ប្ដូរអញ្ចឹងអា set counter នេះគោលបំណងរបស់វា set counter នេះគឺគោលបំណងរបស់វាដើម្បីធ្វើការ update តម្លៃទៅឲ្យ current state របស់យើងណា current state របស់យើងអញ្ចឹង by default current state របស់យើងវាអាចតម្លៃ0វិញទៅឥឡូវឧបមាថាឧបមាថាឧបមាថាខ្ញុំមាន event ដដែលevent ដដែលហើយខ្ញុំមានបង្កើត function មួយឥឡូវខ្ញុំឧទាហរណ៍ថា constant យើងអាចប្រើវាថា set counter use state អីហ្នឹងទៅអញ្ចឹងនៅកន្លែងនេះមានន័យថាយើងមាន current state របស់យើងមានអនុគម set counter ដើម្បី set តម្លៃទៅឲ្យ count តាមរយៈ initial នៃតម្លៃរបស់យើង by default គឺ set 0បន្តមកទៀតនៅពេលដែលយើងចុចទៅលើប៊ូតុង handle click ខ្ញុំត្រូវការ update តម្លៃរបស់យើងមួយនៅប្រឡោះទៅនេះអញ្ចឹងអ្នកទាំងអស់គ្នាត្រូវ set ទៅលើតម្លៃរបស់យើងកន្លែងនេះមិនបាច់ចាំ alert កន្លែងនេះយើងគ្រាន់តែupdate តម្លៃរបស់វាធ្វើម៉េចឲ្យ current state របស់យើងហ្នឹង display វាចេញអញ្ចឹងកន្លែងនេះឧបមាថាយើងអាចដាក់វានៅខាងក្នុង return return នេះគេអ្នកនរគ្នាអាចដាក់វានៅខាងក្នុង label អូខេហើយយើង update ទៅលើ update ទៅលើគេហើយនេះគឺ count ណាគឺ count អូខេតោះឥឡូវយើងសាកចុចទៅលើប៊ូតុងនេះគេ handle click គឺមួយនេះណាដំបូងតោះឥឡូវយើងសាក run ទៅលើវាដាក់ពាក្យថា error អីគេ count កន្លែងនេះ set count count បូក1ត្រូវទេតោះ return function set count
làm bé là ní chừng 300 đặt y tế set count đấy. Set count dân play call high set countอย่างไรนี่ยัง call high set count mà count một mùi nóยังđặt không làm bài rồi chẳng lấy xong đọt tránh chẳngยังxả rạn từ lời vớiยัง call high handle click យើងគួរដាក់មិនតោះកន្លែងនេះកន្លែងនេះយើងគួរតែមាននេះរបស់យើងមួយឧបមាថាខ្ញុំមាន function display label ឧទាហរណ៍កន្លែងនេះគឺយើងអាចប្រើពាក្យពីរ value ចឹង return label count ឧទាហរណ៍កន្លែងនេះយើងអាចប្រើពាក្យថា count ចឹងយើង display return count របស់វាមកឧទាហរណ៍រួចហើយចាំយើង call ហៅវាចេញមកកន្លែងនេះhandle click នៅពេលដែលយើង handle click យើងត្រូវ call ហៅ function របស់យើងគឺ display label របស់យើង display label count បូកមួយ set count បូកមួយតោះអញ្ចឹងចាំ display label យើង call ហៅវាដាក់ចូលទៅខាងក្នុងនេះ display là យើងអាច call ហៅវា display label count តោះឡើយយើងសាកមើលឬអីគេខ្ញុំសាកទៅមើលនៅក្នុង console វាដាក់ use state is not defined ថាគេតា define ទេតោះហើយខ្ញុំមើលបន្តិច constant counter set counter ត្រូវអីហើយបន្ទាប់មកទៀតយើង initial តម្លៃរបស់វា by default គឺស្មើ0 counter set counter ណា counter set counter យ៉ាងកន្លែងនេះគឺ counter ហើយយើង set counter បូកស្មើ1រួចហើយដំបូង by default វានឹង load ចេញមកគឺស្មើនឹង1តោះទៀត set counter វា update តម្លៃរួចហើយកន្លែងនេះគឺនេះយើងគួរដាក់មិនហើយតានេះគឺ counter អូខេតោះហើយយើងសាកមើលuse state យើងត្រូវ call ហៅវាណានៅខាងក្នុងនេះយើងត្រូវ import use state អូខេយើងអត់ហៅអាហ្នឹងមកទេគឺវាអត់ឲ្យយើងទេតោះហើយយើងសាកចឹង click វាអត់ឲ្យចឹងអត់ឲ្យយើងមើល error របស់វាដាក់ប្រើថា count is not defined ចឹងកន្លែងនេះគឺយើងប្រើថា counter នេះ count អូខេតោះហើយយើងសាកមើលម្ដងទៀតនេះវាឡើងឲ្យយើងចឹងកន្លែងនេះបានថាយើងអាច update តម្លៃទៅលើ counter របស់យើងបានណាចឹងបញ្ជាក់ម្ដងទៀតកន្លែងនេះបានថាយើងអាច call ហៅ event របស់យើងមកតែដដែលនៅកន្លែង handle របស់យើងរួចហើយយើងអាច set ទៅលើតម្លៃរបស់វាដើម្បីធ្វើការ update អញ្ចឹងកន្លែងនេះអ្វីដែលយើងចង់និយាយគឺការប្រើប្រាស់ដើម្បីhook របស់យើងដើម្បីទៅ update ទៅលើតម្លៃរបស់វាកុំឲ្យវានៅចាប់ដដែលណាអញ្ចឹងកន្លែងនេះគឺយើងប្រើ hook មួយគឺ use state hook អូខេអញ្ចឹងសម្រាប់កម្មវិធីផ្សេងៗអ្នកទាំងអស់គ្នាអាចមើលនៅខាងក្នុងនេះហើយអ្នកទាំងអស់គ្នានឹងអាចឆ្លើយនៅសំណួរដែលមាននៅខាងក្នុង slide ដែលខ្ញុំតម្លាក់នៅក្នុងមេរៀនរបស់យើងសូមអរគុណអ្នកទាំងអស់គ្នា